អ្នកជំនាញព្រមានថាតម្លៃប្រេងនៅអូស្មန်នៅអឺរ៉ុបនឹងបន្តស្ថិតនៅកម្រិតខ្ពស់រហូតដល់ចុងឆ្នាំ2027មន្ត្រីសហភាពអឺរ៉ុប EU បានព្រមានថាតម្លៃប្រេងនៅអូស្មန်នឹងនៅតែហក់ឡើងខ្ពស់ជាងកម្រិតដែលរំពឹងទុកក្នុងករណីមានជម្លោះជាមួយអ៊ីរ៉ង់យ៉ាងហោចណាស់រហូតដល់ចុងឆ្នាំ2027ការវិតម្លៃនេះត្រូវបានធ្វើឡើងដោយមេដឹកនាំសហភាពអឺរ៉ុប EU ក្នុងអំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុសហភាពអឺរ៉ុប Europe Group នៅក្នុងទីក្រុង Lake Fosia ប្រទេស Cyprus កាលពីសប្តាហ៍មុនលោក Valdis Dombrovskis ស្នងការសេដ្ឋកិច្ចសហភាពអឺរ៉ុបបានព្យាករណ៍ថាអតិផរណាសម្រាប់ប្លុកនេះនៅឆ្នាំនេះនឹងមានកម្រិត 3.1% ដែលខ្ពស់ជាងការប៉ាន់ស្មានពីមុន 1.9% ចំពោះការហក់ឡើងភាគច្រើនត្រូវបានកើតឡើងដោយសារតែការកើនឡើងនៃតម្លៃប្រេងនៅអូស្មန်ចាប់តាំងពីជម្លោះជាមួយអ៊ីរ៉ង់បានចាប់ផ្ដើមមិនតែប៉ុណ្ណោះលោក Dombrovskis ក៏បានសង្កត់ធ្ងន់ទីថាអតិផរណារបស់ EU ត្រូវបានគេព្យាករណ៍ថានឹងឈានដល់ 2.4% នៅក្នុងឆ្នាំ2027ដោយសារតែតម្លៃថាមពលកើនឡើងខ្ពស់ជាប់លាប់ជាមួយនឹងបទពិសោធន៍ជាង40ឆ្នាំ Technogym គឺជាម៉ាកយីហោសម្ភារៈហាត់ប្រាណឈានមុខគេលើពិភពលោកមកពីប្រទេសអ៊ីតាលីយើងមានផ្ដល់ជូននូវការពិភាក្សារៀបចំគម្រោងនិងរចនាប្លង់ 3D ដែលឥតគិតថ្លៃដើម្បីបង្កើតកន្លែងហាត់ប្រាណសម្រាប់គេហដ្ឋានសន្តាគារការិយាល័យនិងក្លឹបហាត់ប្រាណរបស់អ្នកសម្ភារៈហាត់ប្រាណបំពាក់ដោយមុខងារ AI ដែលតាមដានសុខភាពបែបឆ្លាតវៃ Technogym រចនាឡើងសម្រាប់សុខុមាលភាពផលិតឡើងដើម្បីសុខភាព Technogym មានទីតាំងស្ថិតនៅអគារ T1 រាជធានីភ្នំពេញ